សួស្តីដល់អ្នកគ្នាខ្ញុំបានឈ្មោះផាន់ណាគឺជាបុគ្គលិកបម្រើការក្នុងក្រុមហ៊ុន Go Financial Global Investment Ltd ដែលមានទីតាំងនៅកោះពេជ្រថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញទាក់ទងនឹងចំណុច volume នៃការចូលទីផ្សាររបស់នៅក្នុង app GGI Trader ហើយនឹងមានការដាក់លុយនិងដកលុយហើយនឹងបន្ថែមនៅចំណុចពិសេសមួយទៀតគឺមានការ calculate ថាតើតែយើងពេលដែលយើងចូលទីផ្សារចំណេញខាតគេគិតវាមិនអូខេបាទជំនាញដំបូងខ្ញុំនឹងបង្ហាញទាក់ទងនឹង volume នៃការចូលទីផ្សារដូចអ្វីដែលបានឃើញនេះគឺបែងចែកជា3ទី1គេហៅថា volume មានន័យថាគឺជាកន្លែងសេរីទឹកលុយដែលយើងចូលទីផ្សារជាមួយនៅពេលដែលយើងជួញដូរនៅក្នុងវិស័យ forex អញ្ចឹងមានន័យថានៅពេលដែលអ្នកនរគ្នាជួញដូរនៅក្នុងនោះគឺមាន volume ច្រើនអញ្ចឹងខ្ញុំបានលើកចំណុចចំនួន5 volume ដើម្បីជាឧទាហរណ៍ដល់បានយល់ទី1បើសិនណាអ្នកនរគ្នាប្រើ volume 0.01 ដែលបានឃើញនេះមានន័យថាអ្នកនរគ្នាត្រូវមាន available margin ចំនួន$10បានអាចចូលវាម្ដងបានប៉ុន្តែការចំណេញខាតរបស់វាគឺមួយលេខត្រឹមតែ$1ទេបាទនៅពេលអ្នកនរគ្នាប្រើ volume 0.05 បាទអ្នកនរគ្នាត្រូវមានទឹកលុយចំនួន$50បានអាចចូលបានប៉ុន្តែការចំណេញខាតរបស់វាគឺមួយលេខត្រឹមតែ$5ទេនៅពេលអ្នកនរគ្នាប្រើ volume 0.1 វិញមានន័យថាអ្នកនរគ្នាត្រូវមានទឹកលុយចំនួន$100ប៉ុន្តែការចំណេញខាតគឺមួយលេខត្រឹមតែ$10ទេចំណែកឯ volume ធំនេះគឺលេខ1នេះមានន័យថាអ្នកនរគ្នាតើតមានលុយ$1000បានអាចចូលវាបានប៉ុន្តែការចំណេញខាតរបស់វាគឺមួយលេខត្រឹមតែ$100ទេបាទចំណុចបន្ទាប់គឺ volume 1.1 ចាំមានថាអ្នកនរគ្នាប្រើ volume នេះបានតើតមានលុយចំនួន$1100បានអាចចូលវាម្ដងបានប៉ុន្តែការចំណេញខាតរបស់វាគឺមួយលេខត្រឹមតែ$110ទេអញ្ចឹងតកតងនឹងចំណុចថាតើនៅពេលដែលយើងប្រើ volume ហ្នឹងនៅពេលចំណេញខាតមួយលេខ$1ឬក៏$5 $10នេះតែយើងត្រូវធ្វើយ៉ាងម៉េចខ្ញុំនឹងលើកការបង្ហាញនៅចំណុចបន្តបាទអូខេអញ្ចឹងបន្តទៀតយើងនឹងចូលទៅក្នុង app GGI Trader បាទអូខេអញ្ចឹងអ្នកគ្នាដោយសារនេះគឺហាងឆេងបានដើរទេវីដេអូនេះខ្ញុំធ្វើនៅចំថ្ងៃសៅរ៍អញ្ចឹងហាងឆេងអត់ដើរទេហាងឆេងគឺវាដើរនៅក្នុងថ្ងៃច័ន្ទដល់ព្រឹកថ្ងៃសៅរ៍មុនម៉ោង4ណាបាទម៉ោង4ព្រឹកថ្ងៃសៅរ៍ចឹងមានថាហាងឆេង forex មានន័យថាដំណើរការគឺនៅថ្ងៃច័ន្ទខ្ទង់ម៉ោង6ឬ6ជាងហ្នឹងរហូតដល់ម៉ោង4ព្រឹកនៅថ្ងៃសៅរ៍វិញបាទអញ្ចឹងទីផ្សារហ្នឹងគឺបើក24ម៉ោងលើ24ម៉ោងអញ្ចឹងអធិស្ឋានផងដោយសារវីដេអូនេះខ្ញុំបានថតចំថ្ងៃហាងឆេងដើរអញ្ចឹងបានជាឃើញវានៅរឹងមានសំទោសមានថាវាមានប្រែប្រួលលេខអញ្ចឹងណាបាទអញ្ចឹងឧទាហរណ៍ថាឥឡូវយើងចាប់ផ្ដើមselect លទ្ធផលណាមួយដើម្បីបង្ហាញតទៅនឹង volume ឧបមាថាខ្ញុំពីទៅលើមាសតោះ new order បាទអញ្ចឹងចំណុច volume ហ្នឹងគឺសម្ដៅកន្លែងហ្នឹងហើយបាទនេះកន្លែងលេខ1នេះបាទកន្លែងលេខ1ហ្នឹងឧទាហរណ៍ថាអ្នកនរគ្នាចង់ប្រើ volume 0.1ចាស់ឧទាហរណ៍មានថា0.1មានថាអ្នកនរគ្នាតើមានលុយ$100ឡើងទៅបានអាចចូលវាម្ដងបានប៉ុន្តែការចំណេញខាតវាគឺមួយលេខត្រឹមតែ$10ទេបាទអញ្ចឹងអ្នកគ្នាអាចធ្វើការសេរីតាមនឹងបានអូខេតមក buy resell អ្វីដែលអ្នកគ្នាចង់គិតថាវិភាគទៅឃើញថាវាឡើងឬក៏ចុះអញ្ចឹងណាបាទអូខេអញ្ចឹងខ្ញុំត្រឡប់មកចំណុចមួយតបមួយទៀតថាតើនៅពេលយើង calculate ថាតើចំណេញខាតមួយលេខ$1 $2 $5នេះធ្វើមិននៅពេលខ្ញុំ volume 0.1 ឬក៏1អញ្ចឹងណាបាទអញ្ចឹងអ្នកនរគ្នានៅពេលអ្នកនេះបើកមកឃើញផលិតផលទាំងអស់នេះបាទយើងឧទាហរណ៍លើមាសមួយលើផលិតផលមាសនេះមានន័យថាបើសិនណាជាអ្នកគ្នាចង់ដឹងថាចំណេញខាត$1 $2ហ្នឹងមួយលេខពីរលេខមើលមិនគឺមើលលេខ84នេះបាទ84និង85នេះបាទបើសិនណាយើងបាយនៅ85វា calculate យើងនៅតម្លៃ sell គឺ84នៅពេលយើង sell គឺតម្លៃ buy បាទអញ្ចឹងវាបញ្ជាក់គ្នានៅហៅថាspread របស់វាកម្រិតរបស់វាណាបាទសំទោសគេថាតម្លៃមានថា sell ហើយ buy វាណាចឹងវាដូចគ្នាឌីដូលុយលីហួរអញ្ចឹងណាបាទអធិស្ឋាននេះអាត់អូនតិចសំទោសណាបាទអញ្ចឹងមានថាបើសិនណាជាតម្លៃពេលយើងចូលទីផ្សារអា84 85នេះsorry 84 85នេះបើសិនណាវាមានការប្រែប្រួលមានថាយើងចំណេញមកថាឥឡូវខ្ញុំធ្វើការsell នៅ84អញ្ចឹងបើសិនណាវាធ្លាក់មក83ខ្ញុំចំណេញបានមួយលេខចឹងមែនចំណេញបាន$10ឧទាហរណ៍ថាខ្ញុំចូល volume 0.1ណាបាទប៉ុន្តែបើសិនណាជាវាឡើងទៅ85 sorry បាទបើសិនណាជាវាឡើងលើ85ខ្ញុំខាតមួយលេខវិញចឹងមែនខ្ញុំខាត$10វិញ
chẳng bên đây tha cạnh này để dương prao về lim sâu dịch mùi chẳng á và chứ xong mà đòn tiết và xong đòn tiết ở trong cái gì ở chụp bát xong đòn tiết cứ na bờ sân na chỉ nhom prao về lim sâu dịch mùi để nhom thử cọ hàng chế chùm nụt đập lá còn tái rồi lá còn tái cai về không biết cứ mình lấy trên đập lá thì chẳng bên đây tha bờ sân na chỉ nhom sờ lại cho cái thà xe 84 84 នេះតែមក83ចំណេញបាន1លេខបើយើងកុំគិតពីសវិឆ័យនិង spread ណាបាទជំនឿថាយើងចំណេញបាន$10ប៉ុន្តែបើសិនជាវាឡើង85វិញយើងខាត$10វិញបាទអូខេអញ្ចឹងករណីនេះគេហៅថាករណីមាសអញ្ចឹងអ្នកគ្នាគ្រាន់ចំណាំថាករណីផលិតផលមាសគឺយើងមើលអាលេខទូចពីមុខលេខធំបាទប្រាក់ដូចគ្នាដែរគឺលេខទូចពីមុខលេខធំដូចគ្នាប៉ុន្តែករណីប្រាក់អ្នកនរគ្នាកុំធ្វើការវិនិយោគមួយវាដោយសារវាហានិភ័យខ្ពស់មានថាតម្លៃរបស់វាគឺដូចនឹងមាសមានថាបើសិនណាជាមាសឡើងប្រាក់ក៏ឡើងដែរបើមាសចុះប្រាក់ក៏ចុះដូចគ្នាដែរប៉ុន្តែដូចយើងឃើញអញ្ចឹងថាបើសិនណាយើងទិញមាសចំណេញ1លេខគឺយើងបានឧទាហរណ៍$10ប៉ុន្តែដល់ពេលប្រាក់វិញទិញ1លេខគឺចំណេញបាន$50ហ្មងគឺមានថានៅពេលដែលគេចង់ចូលលើហាងឆេងប្រាក់ទោះត្រាតែគេច្បាស់ជាមួយនឹងហាងឆេងខ្លាំងជាពិសេសជាមួយនឹងមាសដោយសារអីប្រាក់វា support ជាមួយនឹងមាសបើមាសឡើងប្រាក់ឡើងដូចគ្នាបាទអញ្ចឹងតើតើនឹង currency វិញដូចឧទាហរណ៍ដូច currency euro នេះវិញគឺអ្នកនរគ្នាយកលេខ calculate គឺលេខ2នេះពីមុខបាទលេខធំហ្នឹងលេខធំពីមុខហ្នឹងបាទជប៉ុនដូចគ្នាគឺលេខ8ធំហ្នឹងបាទលេខ8ធំផោនគឺលេខ4ធំបាទអញ្ចឹងត្រឡប់មកវិញមានន័យថាគ្រប់ផលិតផលទាំងអស់គឺលើកលែងតែមាសហើយនឹងប្រាក់ឯងដែលយើង calculate ជាមួយនឹងលេខទូចនៅពីមុខលេខធំប៉ុន្តែដល់ពេលផលិតផលផ្សេងៗទៀតគឺយើងមើលលេខធំពីមុខទាំងអស់គោមានន័យថាឧទាហរណ៍លេខផោនហ្នឹងលេខ4ឡើងលេខ5លេខ6អញ្ចឹងណាបាទដល់ពេលប្រេងវិញដូចគ្នាប្រេងគឺយើងមើលលេខធំដូចគ្នាអត់មើលលេខទូចទេមានថាលេខធំឡើងលើលេខទៅយើងចំណេញបានហើយប្រេងនេះគឺយើងមាន2គឺប្រេងអាមេរិកនិងប្រេងអង់គ្លេសចឹងបាទចឹងគាត់ថាប្រេងអាមេរិកគឺវាថោកជាងប្រេងអង់គ្លេស BCO ណា BCO ប្រេងថ្លៃជាងប្រេងអាមេរិកបាទលុយកាណាដាដូចគ្នាយើងមើលលេខធំពីមុខហ្នឹងណាបាទអញ្ចឹងគ្រប់ calculate អស់នេះគឺខ្ញុំបញ្យល់អស់គ្នាកន្លែងនេះគឺដឹងថាយើងអត់បានគិតពីសវិឆ័យនិង spread ទេដើម្បីងាយស្រួលអញ្ចឹងណាបាទអូខេអញ្ចឹងចំណុចបន្ទាប់ដែលខ្ញុំត្រូវបញ្យល់គឺតាក់ទងនឹងការដាក់លុយនិងដកលុយអញ្ចឹងនៅក្នុងផ្ទាំងមីនេះមានដំបូងគេហៅនេះចូលផ្ទាំងហូបអានេះឆាតបាទយ៉ាក្រាមនេះបាទអានេះគឺទឹកលុយដែលយើងមានបាទអូខេសុំទោសអ្នកនរគ្នាខ្ញុំសូមត្រឡប់ក្រោយបន្តិចតាក់ទងនឹងអាវ៉ុលរបស់ machine មិញណានេះអ្នកនរមើលនេះបាទនៅពេលដែលយើងអត់ទាន់ជួញដូរមានន័យថា equity របស់យើងគឺ 0.47 អញ្ចឹងអាវ៉ុល machine គឺ 0.47 ដូចគ្នាប៉ុន្តែនៅពេលឧទាហរណ៍ថាយកលុយយើងមានលុយ$1000អានេះ$1000 equity នេះអញ្ចឹងអាវ៉ុល machine មួយជើងក៏$1000ដូចគ្នាដែរដោយសារអីយើងអត់ទាន់ចូលទីផ្សារប៉ុន្តែដល់ពេលយើងចូលទីផ្សារអាទៅតកក់គេ$0.1 អញ្ចឹងអាវ៉ុល machine ហ្នឹងគឺដកយើង$100ប៉ុន្តែ equity របស់យើងគឺនៅតែរក្សាតម្លៃវាជា900ជាងនោះវាមិនមែនដក$100របស់យើងទេមានថាគាត់ថាលុយ$100គាត់ជាលុយកក់ទេមិនមែនដកលុយពី equity របស់យើងទេនេះគាត់ជាលុយចូលទីផ្សារអញ្ចឹងណាយើងកក់ហាងឆេងគេអញ្ចឹងណាបាទអូខេអញ្ចឹងយើងចាប់ដើមដល់ចំណុចតាក់ទងនឹងការដកលុយការដាក់លុយនិងការដកលុយបាទអញ្ចឹងដល់នេះចូលកន្លែងមីនេះមកអូខេចំណុចមីនេះបាទអញ្ចឹងនៅខាងលើផ្ទាំងមីនេះគឺវាបង្ហាញពីឈ្មោះគណនីរបស់យើងលេខ ID នេះគឺ Panana 6ឈ្មោះពេញរបស់យើងបាទឬយើងចង់ដាក់រូបថតទៅក៏បានដែរអញ្ចឹងវាមានផ្ទាំង3មានចំណុច3ទី1គឺ deposit គឺការដាក់លុយ withdraw ការដកលុយ cash lock នេះវិញគឺបង្ហាញពីចរន្តសាច់ប្រាក់របស់យើងដែលមានការដកដាក់ក្នុងប្រចាំថ្ងៃឬក៏អតីតកាលរបស់យើងអញ្ចឹងណាអូខេយើងចូលចំណុចដាក់លុយនឹងឲ្យចូលលើ deposit នេះមកបាទសូមចាំតិចអ្នកនរគ្នាអូខេអញ្ចឹងនៅពេលដល់ចំណុចដាក់លុយអ្នកនរគ្នាមើលខាងលើនេះមានពាក្យថា transfer to ចុចលើនេះមកក្នុងនេះគេបង្ហាញពីធនាគារ3ឲ្យយើងគឺមាន Wing Bank ABA RCB លុយប៉ុន្តែនៅក្នុងរយៈពេលខ្លីទៀតយើងនឹងបន្ថែមធនាគារមួយទៀតគឺ ACDA បាទអញ្ចឹងឧទាហរណ៍ករណីអ្នកគ្នាប្រើជាមួយធនាគារ ABA សូមចុចលើ ABA នេះមកបាទបន្ទាប់មកកន្លែង deposit amount ដាក់លុយមកមកថាអ្នកនរគ្នាធ្វើការ deposit $100បាទ remark នេះមិនទៅសេទេសូមចុច next មកបាទពេលអ្នកគ្នាចុច next គឺអ្នកនរគ្នានឹងបានឃើញផ្ទាំងធនាគារឈ្មោះហើយនឹងលេខកង់ធនាគាររបស់ក្រុមហ៊ុនពួកខ្ញុំអញ្ចឹងអ្នកគ្នាធ្វើការវេលុយកង់ ABA របស់អ្នកគ្នាហ្នឹងមកកង់របស់ពួកខ្ញុំមកតែឃើញផ្ទាំងខាងលើនេះបាទអញ្ចឹងសូមចំណាំថានៅពេលអ្នកនេះចង់ធ្វើការបាញ់វេលុយមកខាងពួកខ្ញុំសូមដល់ចំណុចហ្នឹងអ្នកនរគ្នាអាចឃើញលេខកង់
ហើយបាញ់មកខាងពួកខ្ញុំនេះទៅបន្ទាប់មកអ្នកនរគ្នាធ្វើការ screenshot មានថាថតរូបអា history ដែលយើងបាញ់លុយមកខាងពួកខ្ញុំណាបាទ sorry មានថាបាញ់ face របស់ពួកខ្ញុំហ្នឹងយករូបថតហ្នឹងយកមក upload នៅក្នុងនេះបាទឧទាហរណ៍ខ្ញុំ upload រូបថត ABA មួយឧទាហរណ៍ណាបាទអូខេថតមកបាទនោះមកទីទាំងឧទាហរណ៍រូបនេះជារូបថត ABA ណាបាទអញ្ចឹងនៅពេលដែលអ្នកគ្នាបាញ់លុយហើយមានរូបថតហ្នឹងដាក់ចូលនៅក្នុងនេះមកបន្ទាប់មកចុច confirm បាទតោះមកចុចចេះសួរបាទយើងទទួលបានជោគជ័យហើយសូមធ្វើទៅវិញមកអញ្ចឹងមានថា process នៃការដាក់លុយមិញនេះគឺបានជោគជ័យមានថាយ៉ាងណារងចាំប្រហែលជាក្នុង1នាទីឬ2នាទីដើម្បីឲ្យក្រុមការងារខ្ញុំដើម្បីការ check ហើយនឹងបញ្ចូលទឹកលុយចូលទៅក្នុងគណនីរបស់លោកអ្នកអញ្ចឹងនៅពេលដែលអ្នកគ្នាទៅពេលដែលខាងពួកខ្ញុំបញ្ចូលទឹកលុយ$100អ្នកគ្នាអាចចូលមើល line trade នេះវានឹង equity របស់យើងនេះ align AC equity ហ្នឹងវានឹងកើន$100វិញមានថានៅពេលពួកខ្ញុំបញ្ចូលណាបាទអូខេអញ្ចឹងយើងដល់ចំណុចមួយទៀតយើងចង់មើលតើតើនឹងការដកលុយសំទោសមិនមើលទេមានថាយើងធ្វើការដកលុយណាអញ្ចឹងយើងឧទាហរណ៍ថាយើងចាប់តាមដកលុយយើងចូលលើ withdraw បាទបន្ទាប់មកយើងយកពាក្យថា ABA បើសិនណាករណីអ្នកនរគ្នាដាក់លុយដកលុយជាមួយនឹង ABA សូមចុចលើ ABA បើដកលុយចង់វិញឬស៊ីលុយចុចតាមនឹងបានឧទាហរណ៍ថាខ្ញុំដកលុយតាម ABA បាទនៅពេលនេះវាបានបង្ហាញលេខកង់ធនាគាររបស់យើងអូតូម៉ាទិកកន្លែងហ្នឹងករណីហ្នឹងគឺសូមអ្នកនរគ្នាចំណាំថាអញ្ចេះមានថានៅពេលដែលអ្នកនរគ្នាដាក់លុយមកខាងពួកខ្ញុំគឺប្រើកង់ A អញ្ចឹងការដកលុយ ABA គឺកង់ A ដូចគ្នាប៉ុន្តែយើងដាក់ប្រើតាមវិញកង់ A ដកលុយទៅវិញក៏កង់ A ដែរវិញបាទប៉ុន្តែនៅកន្លែងនេះគឺថាយើងចង់ពេលយើងដាក់មកថាយើងដាក់លុយកង់ A ហើយប៉ុន្តែដកលុយកង់ A ដដែលចុះខ្ញុំដាក់លុយកង់ B បានអត់បានមានថាអ្នកនរគ្នាមាន ABA 2 3អ្នកនរដាក់បានប៉ុន្តែការដកលុយនៅតែកង់ A ដដែលទេអញ្ចឹងកន្លែងហ្នឹងបើសិនណាអ្នកនរគ្នាចង់ថាខ្ញុំអត់ចង់ដកលុយជាមួយនឹងកង់ A ទេខ្ញុំចង់ប្រើកង់ B តើធ្វើទៅម៉េចសូមអ្នកនរគ្នាតាក់ទងមកខាងពួកខ្ញុំដោយលេខទូរស័ព្ទដែលបានឃើញនេះ contact នេះ016 26 នេះតាក់ទងមកខាងពួកខ្ញុំនឹងធ្វើការបដូរលេខកង់ ABA ឲ្យអ្នកនរគ្នាបាទព្រោះសារនេះយើងការពារ security គណនីរបស់ភ្ញៀវអញ្ចឹងណាព្រោះយើងអាចឲ្យភ្ញៀវដកលុយប្រើកង់ផ្សេងទេដោយសារយើងការពារមានបុគ្គលណាមួយលួចប្រើគណនីរបស់គាត់ដើម្បីដកលុយណាបាទប៉ុន្តែអាករណីដកលុយនេះអ្នកនរគ្នាក៏មានខាងពួកខ្ញុំក៏មានការការពារទៀតដែរមានថាគ្រប់ពេលនៃការដកលុយគឺខាងពួកខ្ញុំនឹងធ្វើការ call ទៅ confirm បាទ confirm សំទោសបាទជំនាញថាការដាក់លុយអត់អីទេប៉ុន្តែបើការដកលុយគឺខាងពួកខ្ញុំនឹងតាក់ទងទៅដើម្បីសួរព័ត៌មានបន្ថែមទៀតថាតើលោកអ្នកធ្វើការចង់ដកលុយមែនដែរឬអត់ហើយលេខកង់នឹងឈ្មោះនោះត្រឹមត្រូវឬអត់បានពួកខ្ញុំធ្វើការវេជូនប៉ុន្តែបើករណីថាពួកខ្ញុំតាក់ទងទៅមិនចូលទៅប្រាក់ហ្នឹងក៏ពួកខ្ញុំអាចដកបានដែរមានថាយើងនៅរក្សាដដែលអញ្ចឹងណាព្រោះយើងខ្លាចមានបុគ្គលណាផ្សេងទៀតលួចប្រើករណីរបស់ភ្ញៀវបាទអញ្ចឹងនៅពេលដែលយើងធ្វើការដកលុយជាមួយនឹង ABA ហើយបាទ remark នេះយើងមិនអាចសរសេរទេបាទយើងដកលុយឧទាហរណ៍ថា 0.47 ដោយសារគណនីនេះលុយមានសល់ 0.47 ទេគឺជាគណនីតេស្តរបស់ខ្ញុំណាប៉ុន្តែតេស្តហ្នឹងមិនមែនជា demo គឺជា account real បាទអញ្ចឹងអ្នកនរឃើញ limit របស់យើងលុយរបស់យើង 0.47 យើងដកបានតែប៉ុណ្្នឹងទេបាទប៉ុន្តែដោយសារកន្លែងនេះដោយសារថ្ងៃសៅរ៍អញ្ចឹងគណនីនេះដកអត់បានទេcònយើងអាចឧទាហរណ៍បានឧទាហរណ៍ចុច confirm មក confirm សំទោសបាទចុចមកនេះដែរគឺជា password គណនីរបស់អ្នកនរគ្នាបាទเราសុំវាយគណនីលេខបាទ password នេះមក password នេះដែរបាទអញ្ចឹងវាដាក់ថា cannot withdraw on Sunday Saturday និង Sunday អញ្ចឹងមានថាប្រសិននៃការដកលុយគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺអាចដកបានទេបាទសុំទោសបានមានថាយើងគ្រាន់តែឧទាហរណ៍មានថាយើងអាចដកបានទេអញ្ចឹងមានថាអ្នកអាចដកបានគឺពីថ្ងៃច័ន្ទពីម៉ោង7ព្រឹករហូតដល់ថ្ងៃសៅរ៍មុនម៉ោង7ព្រឹកដូចគ្នាបាទអញ្ចឹងប្រសេសនេះគឺយើងអត់ដកបានទេនៅក្នុងថ្ងៃសៅរ៍ថ្ងៃអាទិត្យតែបើដាក់លុយគឺបានបាទអូខេអញ្ចឹងតកតងនឹងចំណុចនៃការដកលុយនេះដែរគឺយើងត្រូវបានបញ្ចប់តំណែងមានន័យថាអ្នកនរគាត់ដឹងថា note ចំណាំទៅមានថាយើងប្រើ bank A ដកវិញនៅ bank A ដែរបាទសូមចេញមកក្រៅមកបាទអញ្ចឹងចំណុចបន្ទាប់យើងចង់បង្ហាញពី cash lock សូមចុច cash lock នេះមក cash lock នេះគឺបង្ហាញពីប្រសេសរបស់យើងណាដែលយើងបានធ្លាប់ដាក់លុយដកលុយពីមុនអតីតកាលអញ្ចឹងណានៅខាងលើនេះយើងដូរថ្ងៃខែបាននេះដូរថ្ងៃខែមកទៅចង់មើលពេលណាទៅមានប្រាប់បង្ហាញថាយើងបានដាក់លុយប៉ុន្មានដកលុយប៉ុន្មានអញ្ចឹងទៅបាទចំណុចមួយទៀតដែលខ្ញុំត្រូវបង្ហាញគឺតាក់ទងនឹង statement អញ្ចឹងគណនីរបស់យើងទាំងអស់គឺយើងមាន statement ហ្នឹងគឺនៅខាងលើនេះបាទសូមចុចលើ statement នេះមក statement នេះដែរគឺគេបង្ហាញពីអតីតកាលរបស់យើងមានន័យថាយើងទៅកាលរបស់យើងមាន equity ប៉ុន្មាន
យើងបានការប្រាក់ប្រមាណយើងមាន Auto rate ប្រមាណ volume យើងចូលប្រមាណចំណេញ cap ប្រមាណ switch charge ប្រមាណគឺបង្ហាញដល់ទាំងអស់អញ្ចឹងមានថាខាងក្រុមហ៊ុនខ្ញុំមានចំណុចពិសេសមួយមានថាគណៈអ្នកទាំងអស់គ្នានៅពេលដែលបើកមួយខាងពួកខ្ញុំទោះបីជាមិនបានជួញដូរក៏យើងទទួលបានការប្រាក់ដែរបាទក្នុងមួយឆ្នាំយើងមានការប្រាក់ជូនដល់អតិថិជនណាបាទអញ្ចឹងកន្លែង statement នេះយើងអាចបដូរបានថ្ងៃខាងលើនេះឲ្យដូរវាទៅយើងចង់ដាក់ថ្ងៃណាមើលថ្ងៃណាទៅវាលោតតូមទេប៉ុន្តែបើសិនករណីថាខ្ញុំអត់ចង់មើលអាហ្នឹងទេខ្ញុំចង់បានជា statement ជា file បានអត់បានគាត់តែតមកខាងពួកខ្ញុំមកពួកខ្ញុំនឹង print statement ជូនអ្នកនរគ្នា free អត់អស់លុយទេបាទអញ្ចឹងសូមត្រឡប់ចំណុច statement នេះយើងសូមបញ្ចប់ខ្ញុំសូមបែរត្រឡប់វិញមកអញ្ចឹងតកតងនឹងបញ្ហាcalculate មួយចំនួនតកតងនឹង volume តកតងនឹងការដាក់លុយដកលុយនេះគឺខ្ញុំបញ្ចប់តាមហ្នឹងអញ្ចឹងគ្រប់បញ្ហាទាំងអស់អ្នកនរគ្នាអាចធ្វើការតាក់ទងមក Telegram ខ្ញុំបានគឺលេខ016 26 66 77បាទឈ្មោះខ្ញុំឈ្មោះផាន់ណាអញ្ចឹងគ្រប់ចម្ងល់ឬក៏ចង់បើកកណន័យឬក៏ចង់សួរអីទាំងអស់24ម៉ោងអាចធ្វើការតាក់ទងមកលេខខ្ញុំបានណាអរគុណបាទជម្រាបលាបាទ